ពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទអឿនវុថៃជាសមាជិកមូលនិធិសប្បុរសធនដើម្បីកម្ពុជាជនបទបានចុះមកដល់ទីតាំងផ្ទាល់គឺសាលារៀនភូមិវិលរុនតាឯកហើយនេះគឺជាបណ្ណាល័យដែលពួកយើងក្រុងនឹងសាងសង់ហើយគឺយើងសាងសង់បានសមិទ្ធផលប៉ុណ្ណេះហើយជាក់ស្ដែងមួយទៀតខ្ញុំសប្បាយចិត្តមែនតើនៅពេលដែលបងប្អូនទាំងអស់គ្នាបានផ្ដល់នៅថវិកាជួយត្រួតមានន័យថាជួយគាំទ្រនៅការសាងសង់បណ្ណាល័យនេះហើយឥឡូវនេះថវិកានោះគឺវាបានលើសនៅអ្វីដែលកម្រងដែលយើងបានធ្វើអញ្ចឹងថវិកាដែលនៅសល់របស់ពុកម៉ែបងប្អូនដែលបានបរិច្ចាគមកកន្លងទៅនេះគឺយើងនឹងយកទៅបង្កើតបណ្ណាល័យមួយទៀតគឺស្ថិតនៅ Village Home School ដែលស្ថិតនៅស្រះស្រង់ក្នុងខេត្តសៀមរាបនេះតែម្ដងអញ្ចឹងយើងទៅមើលស្ថានភាពជាក់ស្ដែងនៅ Village Home School ទាំងអស់គ្នាបាទជំរាបសួរបងបាទខ្ញុំឈ្មោះអឿនវុថៃខ្ញុំគឺជាសមាជិកមូលនិធិសប្បុរសធម៌ដើម្បីកម្ពុជាជនបទហើយថ្ងៃនេះផងដែរខ្ញុំបានចូលទៅខាងរុនឯកដល់ពេលចេញពីរុនឯកមកដល់ស្រះស្រង់នេះក៏មាននេះបងណាសាលា Village Home School បាទអញ្ចឹងសូមបងជួយណែនាំនឹងប្រាប់ពីសោដាសាលាមកចាជំរាបសួរខ្ញុំឈ្មោះសៃយុនជាអ្នកគ្រប់គ្រងឬយើងហៅថា founder ក៏ជាគ្រូអង់គ្លេសស្ម័គ្រចិត្តនៅសាលា Village Home School នេះដែរហើយសាលាយើងចាប់បើកតាំងពីឆ្នាំ2017មកដល់សប្តាហ៍ថ្ងៃនេះយើងគិតទៅអាយុកាលប្រហែលជា8ឆ្នាំដែរចាហើយបច្ចុប្បន្នយើងមានសិស្សចំនួន340នាក់ជាងដែលចែកជា14ថ្នាក់ហើយយើងមានតាមកម្រិតថ្នាក់ទាំងអស់ហើយសិស្សដែលគាត់មករៀននឹងគឺក្មេងៗនៅក្នុងតំបន់នេះតែម្ដងនៅក្នុងសង្កាត់នគរធំតែម្ដងបាទបាទតើឥឡូវយើងចូលទៅក្នុងតិចណាមើលសាលាទិដ្ឋភាពសាលាអូហើយทีนี้ដល់ពេលខែភាសាទៅមិនដែរបងអត់អីណាច្រកចូលនឹងអត់ជាបញ្ហាទេប៉ុន្តែទៅដល់ក្នុងវារាំងលិចថ្មីជើងបន្តិចតែក្មេងនៅតែមករៀនដែរអានេះមិនដែរបងនេះថ្នាក់ដែរអូនថ្នាក់មួយថ្នាក់ដែរអញ្ចឹងគាត់រៀនក្រោមដើមឈើដើមជ្រៃនៅម្ដងចាបាទប៉ុន្តែពេលភ្លៀងទៅខែជាយ៉ាគាត់ត្រូវឆ្នាំមុនមានផលវិបាកដោយសារថាយើងអត់ទាន់មាន plan សម្រាប់ពួកគាត់ប៉ុន្តែឆ្នាំនេះយើងមានកម្រងសម្រាប់ថាឲ្យ one day off one day on បានន័យថាបើសិនជាគាត់ថ្ងៃច័ន្ទទៅគាត់មករៀនអញ្ចឹងគាត់សម្រាប់ទៅហើយគាត់ថ្ងៃkiaគាត់អាចមករៀននៅខាងក្នុងបានហើយអ្នកដែលថ្ងៃkiaគាត់ឆ្លាស់គ្នាកុំឲ្យគាត់ថ្នាក់ខាងក្នុងនេះហ្នឹងហើយបងចាខាងក្នុងនេះ3ថ្នាក់ដែរអូបាន3ថ្នាក់បាទចាអូអញ្ចឹងអានេះមួយថ្នាក់នេះក៏បញ្យូក្តារឈ្នួនទៅនេះមួយថ្នាក់ទូចហើយថ្នាក់ធំថ្នាក់ G ថ្នាក់ grade ហើយនេះថ្នាក់ធំដូចគ្នាដែរបាទតែមិនឮបងមានសាខាបាន4ថ្នាក់នៅណាមួយថ្នាក់ទៀតថ្នាក់ខាងក្រោយនោះណានោះខាងក្រោយនោះអូនឹងទៅនឹងខូចស្តង់ហើយតង់ដាក់បងណាចានោះនៅក្នុងអូនោះនេះឡើងចឹងគាត់ទៅឡើងកៅអីកន្លែងអង្គុយខ្ញុំឃើញទស្សនវិជ្ជាហ្នឹងខ្ញុំធ្លាប់ការខ្ញុំនៅរៀននៅសាលាខ្ញុំរៀនក្រោមដើមស្វាយរៀនហ្នឹងថ្នាក់ទី1ទី2ណាចាបាទនេះមកថ្នាក់ទៀតចាចឹងនេះឡើងគាត់យកក្តារឈ្នួនដែលយើងទុកនៅខាងម្លប់នោះមកបញ្យូរនៅកន្លែងនេះមកបញ្យូរនៅកន្លែងនេះចាអូបាទបងចាហ្នឹងចំណុះថ្នាក់កន្លែងនេះជា20 24នាក់កន្លែងនេះគាត់មានអង្គុយលើក្រេផងនិងកៅអីនោះផងបាទតើបងយ៉ាងណាមុនយើងមានតង់បាំងអូយើងមានតង់បាំងចាមុនតង់ដល់ពេលតង់ប្រហែលមកទឹកមុនខ្យល់ព្យុះខ្លាំងទៅបាក់តង់បាក់អីអស់ចាបាទហ្នឹងហើយខាងនោះមានបន្ទប់ទឹកដល់ពេលបន្ទប់ទឹកក៏ខូចដែរអស់ទៀតឥឡូវយើងទៅនឹងស្នើឲ្យជាងឲ្យបានជំនួយខ្លះយើងកំពុងតែប្រោតចំណាយទៅលើបន្ទប់ទឹកនឹងមួយបាទចាទឹកអីបងទឹកយើងបូមពីអូបូមពីនោះមកចាយើងមានម៉ូទ័រសម្រាប់បូមចឹងនេះបានមួយថ្នាក់ចាក្នុងបន្ទប់នោះបាន3ថ្នាក់3អានោះមួយទៀតបាន5ថ្នាក់នោះចាខាងនេះ5ថ្នាក់អញ្ចឹងដូចជាបងដូចជាមាន2ទីតាំងត្រូវហីបងចានេះទីតាំងអានេះគេហៅខាងត្បូងភូមិអូនអូនេះទីតាំងខាងត្បូងភូមិបងណាចាអញ្ចឹងយើងនៅមានទីតាំងមួយទៀតនៅក្នុងភូមិចានៅក្នុងភូមិចាអញ្ចឹងយើងទៅមើលទីតាំងមួយទៀតទាំងអស់គ្នាណាបងបាទបាទ